ជាដំបូងសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែករំលែកទៅដល់បងប្អូនក៏ដូចជាពុកម៉ែបងប្អូនដែលទស្សនាក្នុងវីដេអូមួយផងដែរហើយវីដេអូនេះផងដែរនេះខ្ញុំសូមផ្ញើជូនទៅដល់ពុកម៉ែបងប្អូនទាំងក្នុងប្រទេសនិងក្រៅប្រទេសបានឃើញទាំងអស់គ្នាផងដែរហើយវីដេអូមួយនេះគឺចេញពីក្លឹបអប្សរាសម្រាប់ពេជ្រតែបង្រៀនទៅដល់អ្នកគ្រូសូចំនួនចាហើយវីដេអូនេះពិតជាល្អមែនទែនបងប្អូនចាបងប្អូនឃើញទេកូនក្មេងទូចតែប៉ុន្តែគាត់មានសមត្ថភាពល្អមែនទែនក្នុងការសម្ដែងដើម្បីបង្ហាញអំពីសិល្បៈវប្បធម៌ខ្មែររបស់យើងអ្នកទាំងអស់ឃើញទេពួកគាត់ទូចអ្នកទាំងអស់គ្នាប៉ុន្តែគាត់មានបេះដូងធំមែនទែនដែលការទង់ជាតិរបស់យើងស្អាតអ្នកទាំងអស់គ្នាទាំងកាយវិការទន់ភ្លន់ទាំងការញញឹមរស់រានទៀតដើម្បីបង្ហាញនៅសមត្ថភាពរបស់ពួកគេហើយក៏ដូចជាបង្ហាញទៅដល់ទស្សនិកជនទាំងអន្តរជាតិនិងជាតិផងដែរហើយវីដេអូនេះខ្ញុំក៏សូមកោតសរសើរទៅដល់អ្នកគ្រូលោកគ្រូដែលគាត់បានព្យាយាមបង្ហាត់ទៅដល់ពួកគេទាំងអស់គ្នាផងដែរអ្នកទាំងអស់គ្នាគាត់មើលថាទម្រាំដែលបានពួកគេចេះប៉ុណ្ណឹងពួកគាត់លះបង់ខ្លាំងណាស់ប៉ុន្តែអ្វីដែលសំខាន់ក៏កោតសរសើរទៅដល់ក្មេងៗទូចតែគាត់ស្រឡាញ់និងចូលចិត្តបើមិនមានការស្រឡាញ់ពួកគាត់មិនអាចធ្វើបានអ្នកទាំងអស់គ្នានេះចេញពីការស្រឡាញ់ចេញពីបេះដូងបានពួកគាត់ធ្វើបានអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំសូមកោតសរសើរនៅបេះដូងរបស់ពួកគាត់ដែលគាត់ខំចាស់អ្វីក៏ដោយមិនមានការស្រឡាញ់មានបេះដូងក្នុងការស្រឡាញ់និងការបង្ហាត់ទេគឺអត់ចេះទេបងប្អូនប៉ុន្តែខ្ញុំសូមសរសើរពួកគាត់ទូចមែនទែនអ្នកទាំងអស់គ្នាទូចស្មើនឹងប៉ុណ្ណឹងអាចទៅគាត់ថាអាចប៉ុន្តែពួកគាត់អាចធ្វើបានអូនអ្នកទាំងអស់គ្នានេះបានថាទូចមែនប៉ុន្តែបេះដូងធំចាហេតុអីបានខ្ញុំនិយាយចឹងគាត់ល្អមែនទែនអ្នកទាំងអស់គ្នាមើលតែកាយវិការរបស់គាត់ព្យាយាមណាស់ក៏យកចិត្តទុកដាក់ក្នុងការសម្ដែងដើម្បីបង្ហាញទៅកាន់ភ្ញៀវជាតិនិងអន្តរជាតិបានស្គាល់ហើយល្បងតែគាត់កំពុងតែសម្ដែងនេះគឺមានចំណងជើងថាទីប្រពៃចឹងអ្នកទាំងអស់គ្នាបើវីដេអូមួយនេះឬហៅតែមានរាប់យ៉ាងណាដែរនៅពេលបានឃើញអញ្ចឹងបើសិនជាបងប្អូនស្រឡាញ់នឹងចូលចិត្តឬក៏ចង់ទស្សនាវីដេអូបន្ថែមទៀតសូមជួយ comment ក៏ដូចជា like និង follow page របស់ខ្ញុំមួយផងចាសសូមអរគុណ